ខ្ញុំនឹងចំណាយពេលមួយថ្ងៃដើម្បីដើរពីផ្សារដីហុយទៅកាន់ក្រុងតាខ្មៅដោយមានចំណាយលុយសំបីតែមួយរៀលដែលមានចម្ងាយ17គីឡូម៉ែត្រជាងហើយគោលបំណងរបស់ខ្ញុំមាន3យ៉ាងទី1ដើរដើម្បីហាត់ប្រាណទី2ដើរទៅកាន់សាលាដែលធ្លាប់ប្រឡងបាក់ឌុបនិងទី3ដើម្បីជំនះខ្លួនឯងហើយបេសកកម្មរបស់យើងចាប់ផ្ដើមអូខេអ្នកគ្នាឥឡូវនេះគឺខ្ញុំដើរពីផ្ទះខ្ញុំមកហើយឥឡូវនេះគឺម៉ោង9កន្លះនៅក្នុងគោលបំណងទាំងអស់មានតែគោលបំណងទី3ទេដែលខ្ញុំចង់ពេញជាងគេមូលហេតុនោះដោយសារតែគ្រាន់តែខ្ញុំគិតតែចង់ដើរហ្នឹងតាំងពីពាក់កណ្ដាលឆ្នាំ2025មកម្លេះហើយមកដល់ឆ្នាំ2026ហើយខ្ញុំនៅតែមិនតាន់បានដើរទៀតខ្ញុំតែងតែមានលេងចេះចុះរហូតតែឥឡូវនេះខ្ញុំនឹងឈប់ឲ្យខ្លួនឯងមានលេសច្រើនទៀតហើយខ្ញុំនឹងពេញភារកិច្ចមួយនេះឲ្យបានអើយរត់ហើយមិនថាដើរតែរត់បន្តិចឆ្លង stop ដល់ stop ពេលដែលខ្ញុំដើរគឺអ្វីដែលលំបាកសម្រាប់ខ្ញុំនេះគឺការឆ្លងផ្លូវព្រោះថាពេលដែលយើងដើរទៅឡានម៉ូតូលឿនហើយពេលខ្លះ stop យើងហើយនៅតែមានអ្នកជិះឆ្លងកាត់ដែរអញ្ចឹងខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាចនឹងការឆ្លងផ្លូវនិយាយអញ្ចឹងថាបញ្ហារបស់ខ្ញុំគឺការឆ្លងខ្នល់ហ្នឹងឯងខ្ញុំដើរផុត stop ត្រឡប់បែកហើយពេលដើរចេះបានមានអារម្មណ៍ថាសប្បាយចិត្តហើយបានមើលទេសភាពផ្សេងប្លែកទោះបីយ៉ាងណាក៏ដោយខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តដែលខ្ញុំអាចជំនះខ្លួនឯងបានពេលដែលខ្ញុំដើរបានយូរបន្តិចខ្ញុំកាន់តែមានអារម្មណ៍រំភើបជាងពីមុនទៀតដោយសារតែខ្ញុំបានមើលទេសភាពតាមដងផ្លូវហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងភ្នំពេញខ្ញុំបានមើលអគារបានមើលកន្លែងលក់ដូរផ្សេងអញ្ចឹងហើយធ្វើអារម្មណ៍ខ្ញុំសប្បាយចិត្តមែនទែនរាល់ដងខ្ញុំធ្លាប់ទៅជិះម៉ូតូយើងអត់សូវបានមើលលំអិតដូចពេលដែលយើងដើរទេគ្រាន់តែថាពេលដែលយើងដើរយើងមានអារម្មណ៍ថាចុកជើងបន្តិច当故事到后来花不开被未来对着镜子默念对白哦末班的火车远离了人海青春是否值得等待ឥឡូវខ្ញុំដើរបានមកដល់វាមានឯករាជ្យហើយវាមានឯករាជ្យខាងមុខខ្ញុំនេះហើយខ្ញុំគិតថាប៉ុណ្្នឹងពាក់កណ្ដាលនៃគោលដៅរបស់ខ្ញុំហើយអញ្ចឹងសោះពាក់កណ្ដាលទៀតតែអ្វីដែលខ្ញុំចង់និយាយគឺថាខ្ញុំទន់ជើងហើយខ្ញុំហេវបាយខ្លាំងមែនទែនហើយពិសេសហ្នឹងគឺស្រេកទឹកប្រមាត់ខ្ញុំស្លេកហើយស្អិតទឹកមាត់មែនទែនទោះបីហត់យ៉ាងណាក៏ខ្ញុំត្រូវតែបំពេញបេសកកម្មមួយនេះដែរគាត់ថាឥឡូវហ្នឹងអារម្មណ៍របស់ខ្ញុំគឺថាស្រេកទឹកហេវបាយទន់ជើងមានអារម្មណ៍ថាកលាក់ជើងហ្នឹងគឺទន់ខ្លាំងមែនទែនហើយខ្ញុំធ្លាប់រត់ដល់42គីឡូអញ្ចឹងខ្ញុំមិនជឿថាខ្ញុំធ្វើប៉ុណ្្នឹងមិនបានអញ្ចឹងខ្ញុំត្រូវតែស៊ូហ្នឹងហើយអ្នកគ្នាដូចខ្ញុំបានប្រាប់អ្នកគ្នាខាងដើមអញ្ចឹងបេសកកម្មរបស់យើងគឺមិនចំណាយលុយនៅឡើយហើយអញ្ចឹងខ្ញុំចាប់ផ្ដើមតាំងពីព្រឹកដូច្នេះខ្ញុំអត់បានញ៉ាំបាយសូម្បីតែទឹកមួយដំណក់ក៏ខ្ញុំអត់បានផឹកនោះដែរពេលដែលខ្ញុំមានសិទ្ធិញ៉ាំទឹកញ៉ាំបាយគឺនៅពេលដែលខ្ញុំដល់ក្រុងតាខ្មៅទើបខ្ញុំអាចញ៉ាំបាយបានដូច្នេះខ្ញុំអាចញ៉ាំបានទេចូលមកបាយញ៉ាំនេះអញមកក្បាលបូមហ្នឹងលើចូលយ៉ាសាក់លះចែកបងផងឲ្យញ៉ាំអត់ចឹងញ៉ាំណានិយាយលេងហ្នឹងបងអរគុណបាយឥឡូវដើមដល់ស្ពានអាកាសហើយគឺតែអត់ហ៊ានដើរឡើងលើស្ពានទេផ្លូវនេះផ្លូវកោងផ្លូវឡានអញ្ចឹងខ្ញុំដើរខាងក្រោមនេះតែដឹងថាមានប្រឡោះឆ្លងទៅដល់អត់ទេចាំមើលសិនមិញហ្នឹងខ្ញុំដើរមកពីប្រឡោះនេះថាឆ្លងកន្លែងនេះប៉ុន្តែឆ្លងកើតផ្លូវហ្នឹងហើយផ្លូវខាងលើស្ពានអត់បានដើរទៀតអញ្ចឹងខ្ញុំដើរទៅខាងនោះដើរហើយខ្ញុំបត់ក្រោមស្ពាននេះដើរមកនេះវិញអូយកម្មពេលខ្ញុំដើរមកដល់នេះហើយខ្ញុំមានអារម្មណ៍ថាខ្ញុំស្រេកទឹកខ្លាំងមែនទែនមានអារម្មណ៍ថាចង់ដួលម្ដងដែរហើយដៃជើងកាន់តែសពឹកសពន់មានអារម្មណ៍ថាស្លេកស្លាំងមាត់ហើយនឹងប្រេះមាត់មែនទែនចូលមកឆ្កែដេញ fuck តែដល់ឆ្កែដេញយើងគិតមើលទៅធម្មតាបើកយើងក៏បានមកដល់ទឹកដីក្រុងតាខ្មៅខេត្តកណ្ដាលដោយសារតែខ្ញុំចុកដៃចុកជើងពេកខ្ញុំក៏បានកាច់ដៃកាច់ជើងធ្វើលំហាត់ហាត់ប្រាណខ្លះទៅអង្គុយបានមួយសន្ទុះខ្ញុំបានរៀបចំខ្លួនដើម្បីចេញដំណើរទៅទៀតដោយសារតែខ្ញុំមិនអាចរងចាំបានយូរទេខ្ញុំខ្លាចតែដាច់បាយដោយសារពេលហ្នឹងរឿងថ្ងៃដែរអញ្ចឹងខ្ញុំមិនអាចចាំបានយូរទៀតទេខ្ញុំក៏បានចេញដំណើរទៅមុខទៀត let's goឥឡូវនេះខ្ញុំបានមកដល់លើស្ពាននៅក្រុងតាខ្មៅហើយបាទចិត្តបានញ៉ាំបាយហើយនៅទីបំផុតខ្ញុំបានមកដល់វងមូលលោកតាម៉ៅហើយរឿងដែលខ្ញុំត្រូវធ្វើមុនគេគឺទៅញ៉ាំបាយបេសកកម្មបន្ទាប់គឺខ្ញុំទៅសាលាបឋមសិក្សាព្រែកសំរោងឥឡូវនេះគឺខ្ញុំបានមកដល់សាលាព្រែកសំរោងហើយដែលបេសកកម្មចុងក្រោយរបស់ខ្ញុំពិតជារំភើបមែនទែនដែលខ្ញុំអាចមកដល់ហើយអញ្ចឹងវីដេអូរបស់យើងអត់មានច្រើនទេជួបគ្នានៅវីដេអូក្រោយបាយ